ថ្ងៃនេះគឺអ្នកគ្រូនឹងបង្ហាញអំពីរបៀបដោះស្រាយលំហាត់ល្បឿនប្រតិកម្មគីមីចា៎ជាអ្នកគ្រូឈ្មោះតាមគុន្ធាចា៎ឯកទេសគីមីវិទ្យាក្រុមទី1ដែលជាគរុនិស្សិតបរិញ្ញាបត្របូក2ចំនួនទី2នៅវិទ្យាស្ថានជាតិអប់រំចា៎ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់លំហាត់យើងតែម្ដងចឹងលំហាត់ទី9របស់យើងគឺគេថាអ៊ីយ៉ុងពែអុកសូឌីស៊ុលផាតធ្វើប្រតិកម្មជាមួយអ៊ីយ៉ុងអ៊ីយ៉ូឌូតាមសមីការតុល្យការខាងក្រោមចា៎អញ្ចឹងគេឲ្យសមីការតុល្យការមកហើយគេមានសំណួរ3ចា៎កគេឲ្យយើងសរសេរគូរ៉េដុកទាំងពីរនៅក្នុងប្រតិកម្មខាងលើចា៎អញ្ចឹងតើនៅក្នុងប្រតិកម្មតុល្យការខាងលើនេះតើគូរ៉េដុកអ្វីខ្លះដែលចូលរួមប្រតិកម្មខសរសេរកន្លះសមីការអេឡិចត្រុងដែលត្រូវជាមួយនឹងគូរ៉េដុកនីមួយៗខាងលើគោនៅខណៈតេស្មើ1នាទីកំហាប់ឌីអ៊ីយ៉ូតកើតឡើងបាន 2m ចា៎ហើយនឹងនៅខណៈតេស្មើ6នាទីកំហាប់ឌីអ៊ីយ៉ូតកើតឡើងបាន 7m ចា៎អញ្ចឹងគេឲ្យយើងកណនាល្បឿនមធ្យមកំណឌីអ៊ីយ៉ូតនៅចន្លោះតេអងនិងតេដឺហ្នឹងចា៎អញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងមកធ្វើដោះស្រាយលំហាត់ទាំងអស់គ្នាចា៎អញ្ចឹងទីកនេះគេឲ្យយើងសរសេរគូរ៉េដុកចា៎អញ្ចឹងយើងឃើញថានៅក្នុងប្រតិកម្មរបស់យើងគឺមានគូរ៉េដុក2ចូលរួមចា៎ដែលយើងដឹងហើយថាគូរ៉េដុកគឺយើងសរសេរអុកស៊ីតករឆ្លាស់រ៉េដុករចា៎អញ្ចឹងនៅក្នុងប្រតិកម្មនេះគឺមានគូរ៉េដុក2ដែលទី1គឺអ៊ីយ៉ុងពែអុកសូឌីស៊ុលផាតជាមួយនឹងអ៊ីយ៉ុងស៊ុលផាតចាដែលអ៊ីយ៉ុងពែអុកសូឌីស៊ុលផាតហ្នឹងដើរតួជាអុកស៊ីតករអញ្ចឹងយើងសរសេរនៅខាងលើឬក៏ខាងមុខឆ្លាស់ជាមួយនឹងអ៊ីយ៉ុងស៊ុលផាតចាហើយមួយគូទៀតគឺអ៊ីដឺនិងអ៊ីដកចាអញ្ចឹងនេះគឺជាគូរ៉េដុកទាំងពីរនៅក្នុងប្រតិកម្មខាងលើនេះអញ្ចឹងយើងបន្តទៅសំណួរខគេឲ្យសរសេរកន្លះសមីការអេឡិចត្រុងដែលត្រូវជាមួយនឹងគូរ៉េដុកទាំងពីរហ្នឹងចាតោះអញ្ចឹងទី1គឺគូអ៊ីយ៉ុងពែអុកសូឌីស៊ុលផាតជាមួយនឹងស៊ុលផាតចឹងអ្នកគ្រូសរសេរបានចាអ៊ីយ៉ុងពែអុកសូឌីស៊ុលផាតបូក2អេឡិចត្រុងចាឲ្យផលយើងប្រើកន្លែងហ្នឹងគឺប្រើព្រួញ2ដោយសារតែសមីការនេះគឺជាកន្លះសមីការអេឡិចត្រុងគឺយើងត្រូវប្រើព្រួញទៅមកចាបានអ៊ីយ៉ុងឌីសំទោសអ៊ីយ៉ុងស៊ុលផាតចំនួន2ចាអញ្ចឹងឥឡូវយើងមើលសមីការយើងស្មើនៅចាអញ្ចឹងស្វ័នធម៌2ស្មើអុកស៊ីសែន8ស្មើចាអញ្ចឹងបន្ទាប់ពីអាតូមនៅក្នុងសមីការនឹងស្មើហើយគឺយើងមើលបន្ទុកចាបន្ទុក2ដកបូក2អេឡិចត្រុងទៀតគឺ4ចាខាងនេះ4ដូចគ្នាអញ្ចឹងមានន័យថាសមីការនឹងស្មើហើយចូលទៅដល់គូរ៉េដុកទី2អ៊ីដឺនិងអ៊ីដកចាអញ្ចឹងអ៊ីដឺឲ្យផលជាអ៊ីយ៉ុងអ៊ីយ៉ូឌូនេះ2ចាហើយបូក2អេឡិចត្រុងដូចគ្នាអញ្ចឹងការប្រើអ្នកគ្រូបញ្ជាក់ការប្រើសញ្ញាព្រួញបើសិនជាឲ្យយើងសរសេរកន្លះសមីការអេឡិចត្រុងគឺយើងត្រូវតែប្រើព្រួញទៅមកដោយសារតែគូរ៉េដុកមួយនឹងអាចសរសេរលំនាំបាន2លំនាំអុកស៊ីតកម្មនិងលំនាំរ៉េដុកកម្មអញ្ចឹងយើងត្រូវតែសរសេរសញ្ញាព្រួញទៅមកអញ្ចឹងយើងចូលដល់សំណួរគោចាគេឲ្យយើងកណនាល្បឿនមធ្យមកំណអ៊ីយ៉ូតឌីអ៊ីយ៉ូតនៅចន្លោះតេអងនិងតេដឺអញ្ចឹងយើងដឹងថារូបមន្តល្បឿនមធ្យមកំណឌីអ៊ីយ៉ូតឬក៏យើងហៅថាល្បឿនមធ្យមកំណផលិតផលគឺ Vm នៃផលិតផលហ្នឹងនៅចន្លោះតេអងនិងតេដឺគឺស្មើទៅនឹងបំរែបំរួលកំហាប់របស់ផលិតផលលើបំរែបំរួលរយៈពេលចាអញ្ចឹងឥឡូវយើងមកមើលរូបមន្តចាអញ្ចឹងយើងសរសេរមកតាមរូបមន្ត Vm នៃអ៊ីដឺនៅចន្លោះតេអងនិងតេដឺស្មើទៅនឹងកំហាប់ទី2ចាកំហាប់ឌីអ៊ីយ៉ូតនៅខណៈតេទី2ហ្នឹងដកឲ្យកំហាប់ឌីអ៊ីយ៉ូតនៅខណៈតេអងចាទៅលើនឹងតេដឺដកតេអងចាធៀបជាមួយនឹងតេដឺដកតេអង
តោះអញ្ចឹងឥឡូវយើងឃើញថាលំហាត់មិញគឺគេបានប្រាប់ហើយថានៅខណៈតេអងស្មើ1នាទីហ្នឹងកំហាប់ឌីអ៊ីយ៉ូតគឺបានកើតឡើងគឺតម្លៃវា 2m ចា៎ហើយនៅខណៈតេដឺស្មើ6នាទីកំហាប់ឌីអ៊ីយ៉ូតកើតឡើងបាន 7m ចឹងឥឡូវយើងមើលថារូបមន្តរបស់យើងហើយនឹងបំរាប់ដែលប្រធានប្រាប់មកគឺមានអស់ហើយចឹងយើងគ្រាន់តែជំនួសចាតម្លៃលេខចូលគឺយើងអាចកណនាល្បឿនមធ្យមកំណត់ឌីយ៉ូតនៅចន្លោះតេហ្នឹងបានហើយចាតោះចឹងឥឡូវយើងជំនួសលេខមក Vm នៃឌីអ៊ីយ៉ូតនៅខណៈតេអងតេដឺគឺស្មើនឹងចឹងអ៊ីដឺនៅខណៈពេលតេដឺយើងគឺស្មើ7ចា7ដក2ចែកនឹង6ដក1ចាអញ្ចឹងគឺចម្លើយយើងឃើញ 1m នៅក្នុង1នាទីចាអញ្ចឹងដូចនេះល្បឿនយើងដាក់ដូចនេះមកចាល្បឿនមធ្យមកំណត់ឌីអ៊ីយ៉ូតនៅចន្លោះតេអងនិងតេដឺស្មើ 1m នៅក្នុង1នាទីចា